រឿងអាខ្វាក់អាខ្វិនកាលពីព្រេងនាយមានមនុស្សពីរនាក់ម្នាក់ខ្វាក់ម្នាក់ខ្វិននៅខ្ញុំចិនទាំងពីរនាក់អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិនប៉ុន្តែនៅម្ចាស់ដោយខ្លួនអាខ្វាក់នៅនឹងចិនផ្ទះមួយអាខ្វិននៅនឹងចិនផ្ទះមួយជិតគ្នាអាខ្វាក់អាខ្វិនយកគ្នាជាសម្លាញ់ឯអាខ្វាក់ខ្វាក់ភ្នែកទាំងពីរមើលមិនឃើញអាខ្វិនខ្វិនជើងទាំងពីរដើរមិនរួចបើនឹងទៅណាបានតែកិលនឹងគូតចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិនគ្មានប្រណីអាណិតថាខ្វាក់ថាខ្វិននោះឡើយអាខ្វាក់អាខ្វិននឿយលំបាកណាស់ក៏គិតគ្នាថាយើងនៅហត់លំបាកណាស់នឹងទ្រាំនៅជាមួយនឹងខ្ញុំចិននេះមិនបានទេមានតែយើងគិតរត់ហើយអាខ្វាក់សួរអាខ្វិនថាបើដូច្នេះយើងនឹងគិតដូចម្ដេចអាខ្វិនឆ្លើយឡើងថាអញឃើញទូកគេនៅកំពង់មួយយើងត្រូវរត់ទៅឯទូកនោះទៅព្រួចអាខ្វាក់អាខ្វិនគិតគ្នាព្រមហើយនោះយប់ក៏បបួលគ្នាចុះទៅកំពង់ឃើញចេញទូកពីកំពង់ទៅប៉ុន្តែអាខ្វាក់អាខ្វិនជាមនុស្សមិនចេះអុំទូកក៏អង្គុយម្នាក់ឯក្បាលម្នាក់ឯកន្សៃឈុំមុខទល់គ្នាប្រឹងអុំទូកទៅអាខ្វាក់មើលមិនឃើញអាខ្វិនជាមនុស្សដែលមិនចេះអុំទូកសោះហើយយប់ងងឹតមើលមិនឃើញគិតស្មានថាទូកលឿនទៅមុខតែទូកចេះតែវិលនៅត្រង់កំពង់នោះឯងលុះអុំយូរទៅដល់ពាក់កណ្ដាលអាត្រៀតឮសំឡេងសត្វអកយំអាខ្វាក់អាខ្វិននិយាយគ្នាថាយើងព្រមអុំទូកឡើងដល់កន្លែងអន្លង់អកហើយអាខ្វាក់អាខ្វិនខំអុំទៅទៀតលុះដល់ពេលមន់រងាវហើយនិយាយគ្នាថាយើងជិតដល់ស្រុកគេហើយប្រឹងអុំឡើងក្រែងគេតាមតន់អាខ្វាក់អាខ្វិនក៏ខំប្រឹងអុំលុះត្រាតែមន់រងាវកោះឮសំឡេងតាវ៉ៅយំភ្លឺព្រៀងពីឯកើតអាខ្វិនក៏និយាយប្រាប់ទៅអាខ្វាក់ថាដូចជាកំពុងផ្ទះយើងលុះភ្លឺបន្តិចឡើងម្ចាស់ចុះមកដងទឹកឃើញអាខ្វាក់អាខ្វិនអង្គុយអុំទូកឈុំមុខទល់គ្នាហើយគេហៅឲ្យអុំទូកចូលមកគេដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគេគិតថាវានឹងរត់ទៅឯណាបានបើខ្វាក់ខ្វិនដូច្នេះក៏ឲ្យឡើងទៅឯផ្ទះវិញគេមិនបានជេរវាទេអាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញលុះនៅយូរទៅអាខ្វាក់អាខ្វិនបបួលគ្នារត់ម្ដងទៀតអាខ្វិននិយាយនឹងអាខ្វាក់ថាយើងរត់ម្ដងនេះទៀតកុំឲ្យម្ចាស់គេតាមតន់យើងកុំទៅជើងទឹកទៅជើងគោកវិញអាខ្វាក់ឆ្លើយថាទៅដូចម្ដេចនឹងបានជើងគោកនោះបើអញខ្វាក់ឯងក៏ខ្វិននឹងរត់ទៅឯណារួចអាខ្វិនឆ្លើយឡើងថាឯងកុំព្រួយឯងឲ្យអញជិះលើឯងហើយអញបង្ហាញផ្លូវអាខ្វាក់អាខ្វិនគិតគ្នាព្រមហើយលុះដល់យប់ស្ងាត់គេដេកលក់អស់អាខ្វាក់លើកអាខ្វិនឲ្យជិះលើស្មាដើម្បីឲ្យបង្ហាញផ្លូវនឹងដើរទៅឯម្ចាស់លុះព្រឹកឡើងមិនឃើញអាខ្វាក់អាខ្វិនដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគិតថាមនុស្សខ្វាក់ខ្វិនវានឹងរត់ទៅឯណារួចគេក៏មិនតាមទៅអាខ្វាក់អាខ្វិនខំរត់ទៅពី3ថ្ងៃបានដល់ស្រុកមួយស្រុកនោះមានខ្លាសាហាវអ្នកស្រុកគេហាម5កូនចៅគេថាប្រលប់យប់ងងឹតហើយកុំលេងនៅដីខ្លាចខ្លាអាខ្វាក់អាខ្វិនទៅដល់ស្រុកនោះជួនជាប្រលប់ងងឹតហើយគិតគ្នាថាយើងដល់ស្រុកគេហើយបើដូច្នេះយើងគិតធ្វើស្រែតែយើងបាននង្គល់រនាស់ក្របីគោពីណានឹងធ្វើស្រែនឹងគេមានតែយើងគិតទៅលួចគេទៅបានអាខ្វិនបញ្ចុះអាខ្វាក់ឲ្យដើរចូលទៅភូមិគេអស់នៅស្រុកគេឃើញគេប្រាប់ថាស្រុកនេះមានខ្លាសាហាវណាស់អាខ្វិនឆ្លើយឡើងថាក្លេមិនខ្លាចតែខ្លាចអីខ្លាឯខ្លាកប់ជួនមកលោបខំគោពេលនោះដល់ឮអាខ្វាក់ថាក្លេមិនខ្លាចតែខ្លាចអីខ្លាក៏គិតគ្នាថា
ពីដើមគេខ្លាចតែអញឥឡូវគេមានក្លេផ្សេងគេខ្លាចជាងអញទៅទៀតអញនឹងមិនដែលឃើញឬក៏មិនដែលឮសោះអាក្លេនឹងបើដូច្នេះអញចាំលបមើលដើម្បីដឹងប្រកបអាខ្វិនឃើញក្រល់គោគេហើយប្រាប់អាខ្វាក់ថាឯងទៅលួចគោចុះអញចាំនៅឯក្រោយរបងនេះអាខ្វាក់ដាក់អាខ្វិនចុះហើយដើរស្ទាបចូលទៅកប់ជួនជួបនឹងខ្លាឃើញអាខ្វាក់គិតស្មានថាជាក្លេក៏ខ្លាចមិនហ៊ានកម្រើកខ្លួនអាខ្វាក់ស្ទាបចាប់អស់ទាំងខ្លួនខ្លាគិតស្មានថាគោហើយស្ទាបទៅលើក្បាលមិនឃើញស្នែងនឹកអថាគោនេះស្នែងនប់ថត់ល្អណាស់អញទុកជាអនុបកូនក្រោលអាខ្វាក់ក៏ចាប់ទាញខ្លាដឹកមកនឹងខ្លោះឯខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាក្លេអាខ្វាក់ធ្វើម្ដេចក៏ចេះទៅតាមអាខ្វាក់ដឹកមកដល់ក្រៅរបងហើយប្រាប់ទៅអាខ្វិនឲ្យយកកន្លោះមកនឹងខ្លោះអនុបកូនក្រោលអាខ្វិនឃើញហើយប្រាប់អាខ្វាក់ថាអាខ្វាក់ខ្លាទេវើយអាខ្វាក់ឆ្លើយថាបើឯងខ្លាចឯងឲ្យតែកន្លោះមកអញនឹងចាក់ច្រមុះយកទៅភ្ជួរស្រែអាខ្វិនក៏ហុចកន្លោះទៅឲ្យអាខ្វាក់បានកន្លោះហើយចាក់ច្រមុះខ្លាឈឺច្រមុះទ្រាំមិនបានក៏ស្ទុះច្រឡោតស្រែកឮតែវោមរត់បាត់ទៅក្នុងពេលនោះអាខ្វិនខ្លាចស្ទើរតែស្លាប់ប៉ុន្តែអាខ្វាក់មិនព្រមចេះតែទន្ទិញថាស្ដាយអនុបកូនក្រោលអញថត់ល្អណាស់ហើយក៏ទៅតាមលុះទៅដល់កណ្ដាលស្រែបានឃើញខ្ទមស្រែគេមួយមានទាំងរណោះហើយឃើញអណ្ដើកមួយអាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថាវើយអាខ្វាក់មានខ្ទមស្រែគេហើយមានទាំងខ្សែពួរនិងចង្អេរសន្ធឹកផងអាខ្វាក់ថាចេះតែយកឲ្យអស់មកអាខ្វិនប្រកែកថាយកធ្វើអីធ្ងន់ឥតអំពើអាខ្វិនថាធ្ងន់អីឯងអញទេចេះតែយកទៅហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់មានបាយមួយឆ្នាំងដែលគេដាំទុកនៅជើងក្រានផងអាខ្វិនការកាន់យករបស់សពគ្រប់អស់ហើយក៏ឡើងជិះលើអាខ្វាក់ទៀតអាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅលុះដើរចូលព្រៃលេចវាលទៅត្រាតែភ្លឺបានជួបមនុស្សម្នាក់គេមកយកឃ្មុំអាខ្វិនឃើញប្រាប់អាខ្វាក់ថាណែវើយមានគេមកយកឃ្មុំអាខ្វាក់ឮហើយស្រែកហៅទៅអ្នកយកឃ្មុំថាវើយចែកឃ្មុំគ្នាស៊ីផងអ្នកយកឃ្មុំឆ្លើយថាគ្នាស៊ីតែទឹកទេទុកកាឲ្យឯងហើយអ្នកយកឃ្មុំដោះទុកសัตว์ធំដាក់បំពង់ចុកចិត្តយកទៅឲ្យអាខ្វាក់អាខ្វិនកាន់យកទៅលុះដើរលេចវាលចូលព្រៃថ្ងៃណាស់ហើយឃ្លានបាយទើបនិយាយគ្នាថាយើងស៊ីបាយសិនឲ្យមានកម្លាំងសឹមទៅទៀតអាខ្វាក់ដាក់អាខ្វិនចុះហើយដាក់របស់ចេញពីខ្លួនយកបំពង់ឫស្សីដែលអ្នកយកឃ្មុំនោះឲ្យដែលស្មានថាជាសាច់ឃ្មុំយកមកស៊ីនឹងបាយដល់ដកឆ្នុកឡើងធំស្អុយលិមួកអាខ្វាក់ថាកន្លែងសំណាក់នេះស្អុយលិមួកហើយយើងទៅរកដំណាក់ឈប់ឯមកទៀតអាខ្វាក់ចុកបំពង់លិមួកហើយក៏បបួលអាខ្វិនទៅឈប់នៅឯទៀតដល់បន្តិចទៅអាខ្វាក់ថាអស់កម្លាំងឃ្លានបាយណាស់រកកន្លែងឈប់ស៊ីបាយវើយអាខ្វិនក៏ឃើញម្លប់ល្អហើយមានទឹករពាំងល្មមស៊ីបាយអាខ្វិនទះកំភ្លៀងអាខ្វាក់ឲ្យតម្រង់ចូលទៅកន្លែងម្លប់ឈើនោះដល់ហើយអាខ្វាក់ដកឆ្នុកបំពង់នោះឡើងធំស្អុយទៀតអាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុនអាខ្វិនចេះតែស្អុយដូច្នោះ2-3 ដងក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់បបួលអាខ្វិនឈប់ហើយដកឆ្នុកបំពង់លូកដៃទៅធំស្អុយលិមួកដឹងថាលិមួកក៏ប្រាប់ទៅអាខ្វិនថាវើយអាខ្វិនអាដែលយកឃ្មុំនោះវាបឆោតយើងទេជុះអាចដាក់បំពង់ហើយចុកមាត់បំពង់ឲ្យយើងអាខ្វាក់ខឹងណាស់លាងដៃរួចហើយស៊ីបាយពីរនាក់នឹងអាខ្វិននិយាយគ្នាថាយើងស៊ីបាយឲ្យមានកម្លាំងរួចសឹមយើងទៅសម្លាប់អាចង្រៃដែលវាបញ្ឆោតឲ្យលិមួកយើងឲ្យវាស្លាប់កុំឲ្យវាធ្លាប់តែបញ្ឆោតយើងដូច្នេះ
អាខ្វាក់អាខ្វិនស៊ីបាយហើយប្រញាប់ទៅរកអ្នកយកមុំនោះលុះទៅវង្វេងផ្លូវមិនដឹងទៅឯណាអាខ្វាក់ឮសត្វសេះចោះដើមឈើយកកណ្ដៀស៊ីគិតស្មានថាជាអ្នកយកឃ្មុំក៏ស្រែកហៅថាឯងមានចិត្តឯងចុះមកពីដើមឈើមកលុះដើរទៅដល់អាខ្វិនប្រាប់ថាសត្វសេះចុះដើមឈើទេមិនមែនមនុស្សទេអាខ្វាក់អាខ្វិនដើរលិចវាលចូលព្រៃលិចព្រៃចូលវាលទៅឆ្ងាយណាស់ក៏បានដល់ស្រុកគេមួយស្រុកនោះឯងមានស្ដេចគង់នៅនោះហើយមានយក្សតែងមកស៊ីមនុស្សនៅសាលាថ្ងៃដែលអាខ្វាក់អាខ្វិនទៅដល់នោះស្ដេចយកនាងពៅជាព្រះរាជបុត្រីក្រមុំតែមួយជាបុត្រីសម្លាញ់ប៉ុន្តែយក្សវាចង់ស៊ីបើមិនឲ្យនាងពៅទៅយក្សស៊ីនោះយក្សវានឹងស៊ីមនុស្សក្នុងនគរទាំងនិមឺនទាំងស្ដេចនាងពៅអាណិតដល់រាជនៅនិមឺននឹងស្ដេចបានជាឲ្យយក្សស៊ីជួនជាថ្ងៃនោះឯងអាខ្វាក់អាខ្វិនទៅដល់សាលានោះហើយអាខ្វិនប្រាប់អាខ្វាក់ថាយើងដល់សាលាសំណាក់ដែលគេឈប់យើងក៏ល្មមនឹងពេលយប់ផងហើយអាខ្វាក់អាខ្វិនចូលទៅក្នុងសាលាឯនាងពៅនៅក្នុងស្គរឮមាត់អាខ្វាក់អាខ្វិនចូលទៅក្នុងសាលាហើយនាងពៅនៅក្នុងស្គរឮមាត់អាខ្វាក់អាខ្វិនហើយក៏សួរថាអ្នកមកពីណាត្បិតសាលានេះស្ដេចធ្វើសម្រាប់ដាក់មនុស្សឲ្យយក្សវិស៊ីសប្តាហ៍ថ្ងៃតែដល់ប្រលប់យក្សវាហោះមកឮសន្ធឹកដូចជាផ្គរវាមកស៊ីមនុស្សនៅសាលានេះឯខ្លួនខ្ញុំមកឲ្យជាចំណីយក្សដូច្នេះចូលអ្នកចេញទៅជាឆាប់ខំតែនៅមុខជាយក្សវិស៊ីជាចំណីមិនខានឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផងមានកម្លាំងក៏មានឫទ្ធិផងឮហើយឆ្លើយថាខ្លាចអីយក្សបើវាមកយើងមិនចេះកាប់ឲ្យវាស្លាប់ទៅនាងឯងនៅតែឲ្យស្ងៀមយកបាយចំណីចំណុកឲ្យយើងស៊ីមកមានកម្លាំងនឹងកាប់យក្សនោះឲ្យស្លាប់នាងឯងរកតែដាវឲ្យមុតល្អយើងនឹងកាប់យក្សនោះនាងពៅឮអាខ្វាក់ដូច្នោះក៏ប្រាប់ទៅថាបើអ្នកសម្លាប់យក្សនោះបានរបស់ទ្រព្យទាំងប៉ុន្មានដែលគេយកឲ្យយក្សនោះខ្ញុំជូនអ្នកទាំងអស់អាខ្វាក់បានឮដូច្នោះអរណាស់បង្គាប់ទៅអាខ្វិនថាឲ្យយកបាយចំណីចំណុកមកឲ្យស៊ីមានកម្លាំងនឹងអាសម្លាប់យក្សអាខ្វិនឮនឹងពៅថាយក្សវានឹងមកស៊ីក៏ភ័យស្ទើរតែនឹងស្លាប់អាខ្វាក់ស៊ីបាយឆ្អែតហើយបិទទ្វារសាលាទាំងអស់លុះដល់ប្រលប់ល្ងើតបន្តិចល្មមវេលាយក្សមកស៊ីមនុស្សនាងពៅក៏សន្លប់នៅក្នុងស្គរអាខ្វាក់ឮសន្ធឹកយក្សមកមិនខ្លាចសោះអង្គុយចាំនៅមាត់ទ្វារលុះដល់យក្សមកហើយឃើញទ្វារសាលាបិទយក្សស្រែកសន្ធាប់ដោយអន្ទះថានរណាបិទទ្វារសាលាអញអាខ្វាក់គ្មានខ្លាចស្រែកតបវិញថាអញបិទទ្វារសាលាអញខ្លាចអីឯងយក្សឆ្លើយថាមនុស្សមកពីណាចិត្តធំដល់ម្លេះអញសុំមើលថ្លើមឯងប៉ុណ្ណាបានជាឯងចិត្តធំដល់ម្លេះអាខ្វាក់បោះចង្អេរក្រងធំទៅឲ្យយក្សវាមើលឃើញចង្អេរក្រងហើយគិតក្នុងចិត្តថាយីថ្លើមអានេះធំណាស់សំខ្លួនវាធំជាងខ្លួនអញហើយយក្សថាបើថ្លើមឯងធំប៉ុណ្ណេះចៃឯងធំប៉ុណ្ណាអាខ្វាក់បោះអណ្ដើកទៅឲ្យយក្សមើលយក្សស្មានថាចៃមែនហើយគិតក្នុងចិត្តថាយីចៃវាធំប៉ុណ្ណេះសំខ្លួនវាធំមែនយក្សសួរទៅទៀតថារោមជើងអញប៉ុណ្ណាអាខ្វាក់បោះពួរដែលគេតាក់ក្របីទៅឲ្យយក្សមើលហើយថារោមជើងអញប៉ុណ្ណេះយក្សពិតភ័យរត់ត្រឡប់ទៅវិញអាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថាយក្សវាត្រឡប់ទៅវិញត្បិតវាខ្លាចយើងបើដូច្នេះនឹងមានយក្សមកទៀតឬនាងពៅក្រោកពីភ័យសន្លប់ឡើងប្រាប់ទៅអាខ្វាក់ថានៅមានយក្សញីមួយទៀតយប់បន្តិចទៀតវានឹងមកអាខ្វាក់ឮនាងពៅប្រាប់ដូច្នោះក៏ប្រាប់ទៅអាខ្វិនថាឯងទៅរើសដាវមួយឲ្យមុតវែងល្មមនឹងកម្លាំងអញអាខ្វិនទៅរើសដាវឲ្យអាខ្វាក់លុះយប់យូរបន្តិចទៅយក្សញីវាហោះមកលើសន្ធឹកដូចផ្គរអាខ្វាក់ឮសន្ធឹកយក្សមកដូច្នោះ
ក៏ឈរកាន់ដាវចាំនៅមាត់ទ្វារហើយបិទទ្វារទុកលុះយក្សនោះមកដល់វាច្រានទ្វារអឺតក៏ចូលមកអាខ្វាក់ឮសន្ធឹកយក្សច្រានទ្វារកាប់ស្មានទៅត្រូវយក្សដាច់កស្លាប់នៅនោះឯងអាខ្វាក់អាខ្វិនដឹងថាយក្សស្លាប់ហើយក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅលុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកហើយដើរទៅឃើញដើមក្រសាំងមួយប្រាប់អាខ្វាក់ឲ្យចូលទៅនឹងចែករបស់គ្នាលុះដល់ហើយអាខ្វាក់ដាក់អាខ្វិនចុះហើយលោកយករបស់ចែកគ្នាអាខ្វិនជាមេចំណែករើសរបស់ល្អនៅមុខខ្លួនអាក្រក់ដាក់នៅមុខអាខ្វាក់ហើយសួរទៅអាខ្វាក់ថាឯងយករបស់ខាងមុខឯងឬរបស់ខាងមុខអញអាខ្វាក់មានប្រាជ្ញាគិតថាអាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួនក៏ប្រាប់ទៅអាខ្វិនថាអញយករបស់នៅមុខឯងអាខ្វិនដឹងថាអាខ្វាក់យករបស់ល្អក៏ប្រាប់ទៅអាខ្វាក់ថាយីចែកម្ដងទៀតចែកមនុស្សមិនស្មើទេហើយអាខ្វិនយករបស់ចែកម្ដងទៀតដល់ចែកក្រោយទៀតអាខ្វិនយករបស់ល្អដាក់នៅមុខអាខ្វាក់ហើយសួរថាអាខ្វាក់ឯងយករបស់ខាងណាអាខ្វាក់គិតថាម្ដងនេះអាខ្វិនយករបស់ល្អមកដាក់នៅមុខខ្លួនហើយយកដៃស្ទាបរបស់នៅមុខក៏ប្រាប់អាខ្វិនថាអញយករបស់នៅមុខអញអាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយឡើងថាចែកមិនត្រូវទេចែកម្ដងទៀតអាខ្វាក់ឆ្លើយថាឯងចែកខ្លួនឯងហើយឯងថាមិនត្រូវអាខ្វិនយករបស់ចែកជាថ្មីទៀតហើយឲ្យអាខ្វាក់ដូចជាពីមុនអាខ្វាក់ថាត្រូវតែលើរបស់ល្អអាខ្វិនប្រាប់អាខ្វាក់ថាមិនត្រូវទេចែកម្ដងទៀតអាខ្វាក់អាខ្វិនប្រកែកគ្នាទៅវិញទៅមកពេលនោះផ្លែក្រសាំងជ្រុះមកធ្លាក់ត្រូវក្បាលអាខ្វាក់គិតស្មានថាអាខ្វិនវាយក៏ឆ្លើយថានិយាយតែត្រឹមមាត់មិនអស់ចិត្តដៃដល់ទៀតផងអាខ្វាក់ស្ទុះទៅធាក់ដល់អាខ្វិនតល់តែអាខ្វិនត្រង់ដៃត្រង់ជើងទាំងអស់ឯអាខ្វិនស្ទុះទៅដាល់អាខ្វាក់ត្រូវភ្នែកក៏ជាភ្លឺទាំងពីរឡើងអ្នកទាំងពីរក៏បបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់ហើយបបួលគ្នាដើរទៅទៀតនិយាយពីនាងពៅការក្រោយអាខ្វាក់អាខ្វិនទៅដល់ព្រឹកភ្លឺមែនតែនឡើងអស់មនុស្សម្នាគេមកមើលនាងពៅនៅសាលាឃើញនាងនៅរស់យក្សពំស៊ីបានឃើញអាយក្សស្លាប់ចង្ក្រាងនៅមាត់ទ្វារអស់មនុស្សម្នាគេទៅក្រាបទូលស្ដេចពីដំណើរស្ដេចទ្រង់ឲ្យទៅយកព្រះនាងពីស្គរមកទ្រង់មានប្រតិត្រេកអរណាស់ព្រោះព្រះរាជធីតាបានរួចពីស្លាប់ទ្រង់មានបន្ទូលសួរនាងពៅថាដូចម្ដេចបានជាកូនរួចពីស្លាប់ហើយឃើញអាយក្សស្លាប់នៅវិញនាងពៅក្រាបទូលព្រះបិតាតាមដំណើរសពគ្រប់ព្រះរាជបិតាបានឮព្រះរាជធីតាក្រាបទូលដូច្នោះទ្រង់ក៏ប៉ាវគងរកអ្នកដែលសម្លាប់យក្សនោះទ្រង់នឹងព្រះរាជទានព្រះរាជធីតាជាប្រពន្ធហើយឲ្យសោយរាជឯអ្នកប៉ាវគងទៅក្នុងស្រុកតូចធំជួបនឹងអាខ្វាក់អាខ្វិនហើយអាខ្វាក់ចៅខ្វិនសួរថាមានការអីបានជាស្ដេចឲ្យប៉ាវគងអ្នកប៉ាវគងប្រាប់ថាស្ដេចឲ្យប៉ាវគងរកអ្នកសម្លាប់យក្សនិងយកទៅឲ្យសោយរាជអាខ្វាក់អាខ្វិនឮត្រេកអរណាស់ប្រាប់ថាខ្ញុំនេះហើយសម្លាប់យក្សការដើមខ្ញុំខ្វាក់ខ្វិនឥឡូវជាហើយមិនជឿសោតមានទាំងរបស់ដែលខ្ញុំយកមកពីសម្គាល់ផងអ្នកប៉ាវគងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្ដេចលុះទៅដល់ហើយចៅខ្វាក់ចៅខ្វិនយករបស់ទាំងប៉ុន្មានពីសាលាចូលទៅកស្ដេចក្រន់ជាទីសម្គាល់ចៅខ្វាក់ចៅខ្វិនក្រាបថ្វាយបង្គំស្ដេចទ្រង់មានបន្ទូលសួរថាចៅឯងឬដែលសម្លាប់យក្សចៅខ្វាក់ចៅខ្វិនក្រាបទូលដំណើរសពគ្រប់ស្ដេចទ្រង់ឲ្យហៅនាងពៅមកឲ្យមើលហើយទ្រង់សួរថាចៅនេះឬដែលសម្លាប់យក្សនាងពៅទូលថាអ្នកនេះហើយដែលសម្លាប់យក្សប៉ុន្តែកាលពីមុនគាត់ខ្វាក់ខ្វិនឥឡូវនេះគាត់មិនខ្វាក់ទេស្ដេចទ្រង់ជ្រាបទ្រង់ផ្សំនាងពៅឲ្យជាយាចាខ្វាក់ឲ្យសោយរាជជំនួសព្រះអង្គ
ដល់ចៅខ្វាក់បានសើរីកហើយចៅខ្វិនធ្វើជាឧបរាជត្បិតជាមនុស្សកំសត់កំរផងគ្នាក៏បានសេចក្តីសុខរៀងរៀបដរាបតទៅ